កោះ Philothega នៅឆ្នេរសមុទ្រម៉ាឡេស៊ីជាកោះតំបន់ត្រូពិកដាច់ស្រយាលមួយគ្រប់ដណ្ដប់ដោយព្រៃក្រាស់និងហ៊ុំព័ទ្ធដោយថ្មពណ៌ព្រះទឹកអ្នកប្រមាញ់ជនជាតិនៅវេសេឡង់លោក Josh James និងចុងភៅជនជាតិអង់គ្លេស Matt Talbot ត្រូវបានអញ្ជើញមកប្រកួតប្រជែងការរស់រានមានជីវិតរលកបោកបក់ខ្លាំងណាស់ច្បាស់ជាមិនស្ងប់ស្ងាត់ទេកាលពីក្មេងពេលខ្ញុំអានរឿង Robinson Crusoe ខ្ញុំធ្លាប់ស្រមៃថាខ្លួនឯងជួបគ្រោះថ្នាក់លេខកប៉ាល់រួចធ្លាក់ទៅលើកោះស្ងាត់ពេលនេះខ្ញុំមានដៃគូ Friday របស់ខ្ញុំដែលច្បាស់ណាស់គឺជា Matt ហាយើងអាចជ្រើសរើសទីតាំងណាក៏បានលើលោកតែខ្ញុំបែរជាជ្រើសរើសកោះស្ងាត់ Matt និង Josh ចង់បង្ហាញថាពួកគេមិនត្រឹមតែអាចរស់រានមានជីវិតទេថែមទាំងអាចចម្អិនម្ហូបឆ្ងាញ់ពីធម្មជាតិលើកោះនេះទៀតផងអ្នកពូកែរកអាហារ Matt និងចូលព្រៃដើម្បីស្វែងរកត្រីស្លឹករុក្ខជាតិនិងផ្លែឈើចំណែកអ្នកប្រមាញ់ Josh ដោតទៅលើត្រីស្ទូចពណ៌ក្រហមក្នុងសមុទ្រនេះត្រីបារ៉ាគូដានិងសត្វមានសម្បកខ្ញុំរំភើបណាស់ដែលបានមកដល់កោះស្ងាត់នេះខ្ញុំគិតថាទីនេះមានគ្រឿងផ្សំរសជាតិអាស៊ីអាគ្នេយ៍ជាច្រើនកំពុងរងចាំខ្ញុំទៅរកនៅលើកោះស្ងាត់នេះលុះត្រាតែអាចធ្វើម្ហូបកម្រិតភោជនីយដ្ឋានបានទើបខ្ញុំសប្បាយចិត្តទីនេះមានត្រីកាច់ស៊ីសាច់ជាអាហារច្រើនត្រីធំទាំងនោះជាគោលដៅរបស់អ្នកនេសាទតែខ្ញុំចង់ដឹងថាតើខ្ញុំអាចចាប់វាបានមួយដែរឬទេJosh និង Matt បានប្រាប់កាពីតែនឲ្យមកយកពួកគេវិញនៅមួយសប្តាហ៍ក្រោយក្នុងអំឡុងពេលនេះពួកគេត្រូវពឹងផ្អែកលើខ្លួនឯងទាំងស្រុងទីនេះហើយជាផ្ទះរបស់យើងសម្រាប់រយៈពេល7ថ្ងៃខាងមុខទោះមានរឿងអ្វីកើតឡើងក៏ដោយពួកគេយកមកតែសម្ភារៈចាំបាច់បំផុតសម្រាប់ការរស់រាននៅលើកោះស្ងាត់ប៉ុណ្ណោះខ្ញុំបានយកឧបករណ៍នេសាទខ្លះមកមានម៉ាសវ៉ែនតាមមុជទឹកនិងក្តារធ្នូនិងព្រួញហើយនឹងកាំបិតពីរបីព្រមទាំងឆ្នាំងស៊ុបហើយខ្ញុំមានអង្រឹងមួយផងដែររួចរាល់ហើយឬនៅ Robinson ខ្ញុំគឺ Robinson ឯងធ្វើដូចរឿងចប់បាត់ទៅហើយ Tom Hanks ហាដំបូងឡើយពួកគេត្រូវពិនិត្យមើលថាតើកោះនេះស័ក្តិសមនឹងការរស់នៅដែរឬទេខ្ញុំមិនត្រូវការអស់ទេនេះគឺជាចំណុចសំខាន់ធនធានរបស់យើងគឺនៅលើកោះនេះព្រះអើយព្រៃនេះពិបាកដើរឆ្លងកាត់ណាស់ដោយគ្មានផែនទីនិងត្រីវិស័យពួកគេពឹងផ្អែកលើបទពិសោធន៍របស់ Josh ទាំងស្រុងដើម្បីស្វែងរកប្រភពទឹកទីនេះពោពេញដោយរុក្ខជាតិបន្លាការធ្វើដំណើរពិតជាមានការលំបាកខ្លាំងណាស់ទីនេះពិតជាមិនមែនជាកោះឋានសុខទេអូនៅទីនោះមានបឹងមួយវាមើលទៅមិនសូវច្បាស់ទេវាហាក់ដូចជារណ្ដៅចាស់មួយអូមើលនោះឯងឃើញទេសត្វទន្សងធំមួយក្បាលបានមុជចូលទៅក្នុងទឹកបាត់ហើយមើលទៅមានជីវិតផ្សេងទៀតរស់នៅលើកោះនេះទីនេះក៏អាចមានក្រពើទឹកប្រៃផងដែរក្រពើទឹកប្រៃអាចលូតលាស់ដល់ប្រវែង5 ម៉ែត្រពួកវាពូកែលាក់ខ្លួនចាំវាប្រហារណាស់ហើយអាចបើកការវាប្រហារនៅក្បែរមាត់ទឹកបានខ្ញុំនឹងសាកល្បងដោយប្រុងប្រយ័ត្នដើម្បីមើលថាទឹកនេះប្រៃប៉ុណ្ណាខ្ញុំព្យាយាមមិនឲ្យវាស៊ីនៅថ្ងៃដំបូងឡើយយកចិត្តទុកដាក់សុវត្ថិភាពនិងប្រយ័ត្នផងទឹកនេះពិតជាប្រៃខ្លាំងណាស់ចង្រៃចំណុចទី1ទឹកនេះមិនអាចផឹកបានទេព្រោះទីនេះជាតំបន់ទឹកជោឲ្យតែមានខ្យល់ព្យុះទឹកសមុទ្រនឹងបោកបក់មកទីនេះហើយហូរចូលក្នុងបឹងនេះផ្ទាល់តែម្ដងដើរតាមមាត់ទឹកបន្តសង្ឃឹមថានឹងរកឃើញអូមួយសង្ឃឹមថាក្នុងនោះមានទឹកសាបតែវាមិនដូច្នោះទេចាប់ផ្ដើមមកមិនសូវបានល្អសោះបើគ្មានទឹកមិនដល់3ថ្ងៃផងពួកគេនឹងស្លាប់ដោយសារខ្វះជាតិទឹកនេះជាបាតទន្លេមើលនេះពេលនេះពួកយើងយ៉ាប់ហើយមែនហើយវិស្មការលើកោះស្ងាត់របស់យើងប្រហែលជាត្រូវបញ្ចប់ត្រឹមនេះនៅពេលខ្លះឧទាហរណ៍ដូចជានៅរដូវវស្សាទឹកអាចហូរមកដល់ទីនេះបានយ៉ាងងាយប៉ុន្តែច្បាស់ណាស់ថាពេលនេះមិនមែនជារដូវនោះទេពួកយើងត្រូវបន្តដំណើរទៅមុខទៀតដើម្បីស្វែងរកប្រភពទឹកបន្ទាប់Josh ដឹងថាទីតាំងដែលពួកគេមានឱកាសរកទឹកបានគួរតែនៅផ្នែកខាងលើនៃបាតទន្លេដែលឆ្ងាយបន្តិចតែមិនដឹងថាឆ្ងាយដល់កម្រិតណាទេប្រសិនបើដើរតាមបាតទន្លេបញ្ច្រាសឡើងលើប្រហែលជាមានសង្ឃឹមរកឃើញត្រពាំងទឹកអាកាសធាតុកំពុងតែចាប់ផ្ដើមក្តៅហើយមិនដឹងថាម៉ោងប៉ុន្មានទេពេលនេះការស្វែងរកទឹកមិនគួរណាពិបាកយ៉ាងនេះសោះ
យើងចំណាយពេលពេញមួយថ្ងៃដើម្បីឆ្លងកាត់ព្រៃពិតជាគួរឲ្យឈឺក្បាលណាស់អញមិនអីទេមែនទេបាទឯងក៏មិនអីដែរមែនទេអ្វីទៅឯងឈឺក្បាលមែនទេកិច្ចការនេះធ្វើឲ្យខ្ញុំឈឺក្បាលខ្លាំងណាស់តើឯងមានអារម្មណ៍ថាស្ងួតទៅស្រេចទឹកទេបាទនៅពេលដែលឯងមានអារម្មណ៍ថាស្ងួតមាត់នោះស្ថានភាពចាប់ផ្ដើមមិនសូវល្អហើយការខ្យល់កោដោយសារកម្ដៅគឺជារឿងគួរឲ្យខ្លាចណាស់នេះមិនមែនជារឿងលេងសើចឡើយយល់ហើយខ្ញុំត្រូវរកទឹកឲ្យបានហើយត្រូវតែលឿនការឈឺក្បាលនិងអស់កម្លាំងជារោគសញ្ញាដំបូងនៃការខ្វះជាតិទឹកពួកគេកំពុងត្រូវការទឹកយ៉ាងខ្លាំងJosh មានបទពិសោធន៍រស់រានមានជីវិតក្នុងព្រៃ15ឆ្នាំគាត់ដឹងថាត្រូវទៅរកទឹកនៅកន្លែងណាវាគឺជាវលិបមួយប្រភេទតើមានន័យថាម៉េចគឺនៅក្នុងវាមានផ្ទុកជាតិទឹកវាពិតជាស្រស់ស្រាយណាស់ទឹកវលនេះពិតជាមានរសជាតិស្រស់ថ្លាពិតមែនហើយអស់ហើយពិតជាគួរឲ្យអស់សង្ឃឹមណាស់តោះយើងទៅអញមិនអីទេមែនទេមិនអីទេទឹកវលនេះបានជួយឲ្យម៉ាតមានកម្លាំងឡើងវិញបន្តដំណើរទៅមុខទៀតត្រូវដើរចូលទៅផ្នែកខាងក្នុងនៃកោះប្រហែល2គីឡូម៉ែត្រដោយត្រូវកាត់ព្រៃដ៏ក្រាស់ឃ្មឹកពួកគេត្រូវរកប្រភពទឹកនៅទីនោះមានទឹកហើយអូហាខ្ញុំឃើញទឹកនៅទីនោះហើយនេះគឺជាប្រភពទឹកទន្លេនីលណែលទឹកនេះថ្លាណាស់ហើយជាទឹកសាបទៀតអាចផឹកបានប៉ុន្តែត្រូវដាំឲ្យពុះសិនទើបអាចផឹកបានត្រឹមត្រូវគ្រាន់តែដាំឲ្យពុះ3នាទីទឹកនេះអាចផឹកបានហើយតាមគំនិតខ្ញុំឲ្យតែមិនមែនជាទឹកសមុទ្រគឺអាចផឹកបានទាំងអស់អញ្ចឹងយកទឹកទៅដាំទៅ Josh និង Matt កំពុងដាំទឹកព្រមទាំងត្រូវបោះជំរំមុនពេលមេឃងឹតការចងចំណងនេះគួរឲ្យចាប់អារម្មណ៍ណាស់ឯងហៅវាថាអ្វីបាទមិនដឹងទេពេលនេះនៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេអញ្ចឹងហៅថាសម្រាប់តែចុងភៅប្រើចុះហាសុំទោសខ្ញុំធ្លាប់ចូលរួមកាយរិទ្ធបំបត្តិការស្រេកទឹកបានល្អណាស់នេះច្បាស់ណាស់ថាមិនមែនជាទឹកបរិសុទ្ធល្អបំផុតលើលោកទេប៉ុន្តែប៉ុណ្ណឹងគឺល្អហើយមកបានទាន់ពេលល្អណាស់ពន្លឺថ្ងៃឆាប់ងឹតណាស់ពួកគេត្រូវចេញទៅរកអាហារពេលដំបូងរបស់ពួកគេសម្រាប់ប៉ុន្មានថ្ងៃនេះពួកយើងទៅចាប់ត្រីត្រូវរកនុយសិនក្តាមសម្បុកខ្យងជានុយដ៏ល្អខ្ញុំបានត្រៀមឧបករណ៍នេសាទជាមូលដ្ឋានមកជីក្រូនមួយនៅផ្នែកខាងក្រោមពេលនេះត្រូវប្រើក្តាមសម្បុកខ្យងធ្វើជានុយឥឡូវយើងទៅកាន់ថ្មពណ៌ព្រះទឹកនោះដើម្បីស្វែងរកសត្វធំយឺតពេលហើយដាក់វាទៅលើផ្លែសន្ទូចទៅប៉ុន្តែ Josh ជឿថានៅលើច្រាំងក៏អាចរកត្រីបានដែរស្ទូចបានអីទេសារាយស្ទូចបានសារាយមួយដុំកុំបារម្ភអីពួកយើងនឹងទៅកាន់សមុទ្រដើម្បីប្រមូលយកអាហារទុកវាចោលនៅទីនេះសម្រាប់ស្ទូចពេលយប់ទៅចុះថ្ងៃស្អែកត្រៀមឧបករណ៍ឲ្យបានរួចរាល់ពួកយើងនឹងទៅកាន់កែងខាងនោះរួចមុជទឹកចុះទៅក្រោមច្បាស់ជារកបានរបស់ហូបមិនខាននៅពេលដែលថ្ងៃទី1ត្រូវបានបញ្ចប់ពួកគេរកបានទឹកនិងកន្លែងស្នាក់នៅប៉ុន្តែមិនមានអាហារទេវាខុសគ្នាដាច់ស្រឡះពីការរស់នៅបែបស្ដេចសោយរីទេសភាពពិតជាស្អាតណាស់គួរឲ្យស្ដាយទេសភាពស្អាតយ៉ាងណាក៏ស៊ីមិនកើតដែរទីនេះពោពេញទៅដោយក្តាមសម្បុកខ្យងគ្មាននុយណាដែលល្អជាងនេះទេអូយចង្រៃព្រះឲ្យឯងឃើញទេក្តាមចង្រៃនេះហ៊ានគៀបជើងរបស់ខ្ញុំពិតជាមិនគួរឲ្យជឿសោះវារត់បាត់ទៅហើយចុងភៅជនជាតិអង់គ្លេស Matt Talbot និងអ្នកប្រមាញ់ជនជាតិ Nouvelle Zélande Josh James នៅលើកោះដាច់ស្រយាលក្នុងប្រទេសម៉ាឡេស៊ីបានឆ្លងកាត់យុគដំបូងនៃការរស់រានមានជីវិតពួកគេចង់បង្ហាញថាខ្លួនអាចពឹងផ្អែកតែលើឧបករណ៍ធម្មតាអាចប្រើប្រាស់គ្រឿងផ្សំដែលរកបានមកធ្វើជាម្ហូបឆ្ងាញ់បានប៉ុន្តែបច្ចុប្បន្នពួកគេរកមិនបានអ្វីទាំងអស់ត្រៀមខ្លួនចេញទៅរកអីហូបហើយឬនៅបាត់រួចរាល់ហើយ Josh តែងតែនេសាទនៅឆ្នេរប៉ាស៊ីហ្វិកក្នុងប្រទេស Nouvelle Zélande ព្រឹកព្រលឹមគាត់ក៏រៀបចំចេញដំណើរគ្រាន់តែគិតថាទីនោះមានរបស់ឆ្ងាញ់ខ្ញុំក៏រំភើបបាត់ទៅហើយខ្ញុំចូលចិត្តមួយទៅការស្វែងរកកំណប់ក្នុងសមុទ្រពិតជារំភើបណាស់ពិតមែនអ្នកមិនដឹងទេថាក្នុងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់នោះមានកំណប់អ្វីខ្លះទេទីនោះមានជីវចម្រុះច្រើនណាស់សង្ឃឹមថាខ្ញុំអាចរកបានម្ហូបឆ្ងាញ់ដូចជាបង្កងជាដើមពេល Josh មុជទឹកស្វែងរកកំណប់ចុងភៅ Matt ចាប់ផ្ដើមស្វែងរកគ្រឿងផ្សំនៅលើកោះមើលសម្រាមទាំងនេះទៅប្រហែលជាគេបោះចោលពីលើប៉ាហើយរសាត់អណ្ដែតទៅគ្រប់ទីចុងក្រោយក៏សាត់មកទៅលើឆ្នេរដ៏ស្រស់ស្អាតនេះពិតជាគួរឲ្យសោកស្ដាយណាស់ទីនោះមានកន្ត្រកធ្លុះធំមួយប្រហែលជាអាចយកមកចាប់ត្រីបានវាអាចមានប្រយោជន៍ក៏ថាបាន
ពេលនេះ Josh កំពុងនៅក្រោមទឹកប្រហែលជាគាត់អាចរកអ្វីឲ្យយើងញ៉ាំបានខ្លះខ្ញុំជឿថាគាត់អាចធ្វើបានគាត់ពូកែខាងនេះណាស់ដូច្នេះខ្ញុំមានទំនុកចិត្តថាគាត់នឹងចាប់បានត្រីអញ្ចឹងខ្ញុំនឹងចូលទៅកាន់ពិភពដែលមិនស្គាល់នេះចូលទៅក្នុងព្រៃគាត់តែងតែយកសាច់សត្វព្រៃមកធ្វើម្ហូបនៅក្រោមដើមឈើធំបែបនេះពិបាករកផ្លែឈើណាស់ព្រោះវាបាំងម្លប់ធំពេករុក្ខជាតិនៅខាងក្រោមមិនអាចលូតលាស់បានទេដូច្នេះខ្ញុំត្រូវរកកន្លែងដែលមានពន្លឺថ្ងៃដូច្នេះខ្ញុំចាប់ផ្ដើមរកគ្រឿងផ្សំពីទីនោះមិនខុសពីការបរបាញ់ទេមែនទេដូចជាមានអ្វីមុតខ្ញុំការមើលឃើញក្រោមទឹកបានត្រឹមតែកន្លះម៉ែត្រប៉ុណ្ណោះប្រហែលជាត្រូវចំណាយពេលរាប់ម៉ោងទើបរកឃើញគ្រឿងផ្សំមើលមិនឃើញត្រីសំបីមួយក្បាលពិតជាពិបាកណាស់ពិបាកពេកហើយយ៉ាប់មែនទែនខ្ញុំគួរតែត្រឡប់ទៅច្រាំងវិញសិនខ្ញុំមុជរាវរកក្រោមទឹករាប់ម៉ោងនៅខាងក្រោមគ្មានអ្វីសោះមិនឃើញត្រីគ្មានខ្យងងាវទេគ្មានបង្កងហើយក៏គ្មានក្តាមដែរគ្មានអ្វីតតែសោះលើកនេះយើងជួបបញ្ហាធំហើយថ្ងៃទី2នៅលើកោះ Pilotega Josh និង Matt រកអាហារអ្វីមិនបានសោះនៅលើកោះពួកគេត្រូវការយ៉ាងហោចណាស់ 1000 កាឡូរីជារៀងរាល់ថ្ងៃទើបរាងកាយមិនដុតរំលាយជាតិខ្លាញ់ដែលស្តុកទុកពេលនេះពួកគេចាប់ផ្ដើមមានអារម្មណ៍ឃ្លានហើយដងនៅដីគាត់មិនឃើញដើមវាទេប្រហែលជាត្រូវទឹកសមុទ្រគួចមកដងទាំងមូលអាចរក្សាភាពស្រស់ក្នុងសមុទ្របានរាប់ខែទាំងនេះប្រហែលជាអណ្ដែតពីកោះផ្សេងមកអូយកបានហើយស្ដាប់មិនឮសោះសំឡេងនេះបញ្ជាក់ថាក្នុងមានទឹកធ្វើត្បិតតែទឹកដូងក៏ជាទឹកតែវាមានជីវជាតិល្អណាស់គ្រប់គ្រាន់ណាស់ហើយវាក៏ជាផ្លែឈើមួយប្រភេទដែរដូងមួយមានកាឡូរីជាង1500ជាប្រភពថាមពលដ៏សំខាន់ព្រះជួយរកឃើញដូងហើយអស្ចារ្យណាស់ចុះខាងឯងវិញយ៉ាងម៉េចហើយឯងធ្វើមុខក្រៀមក្រំចឹងមានន័យថាម៉េចអូមកវិញដោយដៃទេចាប់ត្រីមិនបានសោះមិនឃើញសំបីត្រីធំមួយក្បាលសំបីតែត្រីសេកក៏គ្មានដែរទីនេះប្រៀបដូចជាវាលរហស្ថានពិតជាមិនគួរឲ្យជឿសោះខ្ញុំរកបានកន្ត្រកបោកខោអាវប៉ុន្មានខាងក្នុងគ្មានអ្វីសោះយើងគួរតែយកកន្ត្រកបោកខោអាវហាតាមនឹងចុះទីនេះខុសឆ្ងាយពីកោះឋានស៊ូវដែលខ្ញុំស្រមៃណាស់ខ្ញុំសប្បាយចិត្តលែងចង់ចេញហើយខ្ញុំពិតជាឃ្លានណាស់យើងអាចញ៉ាំដូងបានតែ4ទេក្នុងមួយថ្ងៃចុះពេលញ៉ាំអស់ទៅច្បាស់ជាត្រូវស៊ីលាមកហើយដូងអាចត្រឹមជួយបំបត្តិឃ្លានបណ្ដោះអាសន្នញ៉ាំច្រើនពេកនឹងបណ្ដាលឲ្យរាគរូសនិងខ្សោះជាតិទឹកខ្ញុំត្រូវតែរកសាច់និងត្រីខ្លះអាចញ៉ាំក្តាមសំបុកខ្យងមិនដឹងថាមានរសជាតិយ៉ាងម៉េចទេស៊ុបក្តាមសំបុកខ្យងជាមួយដូងទៅរកនៅតាមឆ្នេរសង្ឃឹមថារសជាតិវាមិនអន់ទេយើងគួរតែធ្វើបែបនេះយ៉ាងណាមិញពួកវាក៏ជាក្តាមដែរក្តាមសំបុកខ្យងជាសត្វស៊ីសាកសត្វដែលរស់នៅតាមផ្លែឈើស្អុយរលួយសាច់ត្រីស្អុយឬសូម្បីតែក្នុងលាមកអស្ចារ្យពេលម៉ាតកំពុងរៀបចំក្តាមសំបុកខ្យងគាត់ឲ្យJoshទៅកោះដូងនេះគឺជាគ្រឿងផ្សំអាស៊ីអាគ្នេយ៍បែបបុរាណឯងត្រូវរកដើមឈើមួយឬក៏ដៃគោវែងឬអ្វីមួយយ៉ាងស្រដៀងហ្នឹងខ្ញុំចូលចិត្តប្រើកាំបិតវែងយើងត្រូវយកសាច់ដូងចេញសាច់ដូងនៅខាងក្នុងត្រឡោកវាមើលទៅដូចជាមុខតូចមួយយើងត្រូវកាប់មួយកាំបិតនៅត្រង់ថ្ងាសនេះហាបន្ទាប់មកកោសយកសាច់ដូងខាងក្នុងចេញឲ្យបានច្រើនតាមដែលអាចធ្វើបានរួចកម្ដៅវាបន្តិចច្របាច់យកផ្នែកដែលឆ្ងាញ់ចេញមកមែនហើយនេះហើយជាទឹកដោះនៃព្រៃប
ប៉ុណ្ណឹងឯងខ្ញុំនឹងយកវាទៅធ្វើម្ហូបប្រើវិធីចម្អិនដូចធ្វើម្ហូបសមុទ្ររំងាស់សាច់ក្តាមក្នុងឆ្នាំងក្តៅគឺសាមញ្ញណាស់ស្អាតណាស់អស្ចារ្យខ្ញុំនឹងប្រើរូបមន្តសម្ងាត់របស់ខ្ញុំពេលនេះអ្នកនឹងដឹងថាហេតុអ្វីខ្ញុំមកទីនេះគ្រប់គម្របរងចាំ1 ឬ 2 នាទីសូមអង្គុយទីណាខាងនោះមើលចុះមេភូមិល្អឥតខ្ចោះឯងមើលទៅរំភើបណាស់ពិតជារំភើបហើយនេះជាអាហារពេលធំដំបូងរបស់យើងអង្គុយលើឆ្នេរញ៉ាំសាច់ដូងផ្ទាប់ក្តាមសំបកខ្យងបែរមុខទៅសមុទ្រអារម្មណ៍រ៉ូមែនទិកណាស់មានរឿងអីអូឯងដូចជាមិនទាន់ភ្លុកទេគឺមិនទាន់ភ្លុកទេយ៉ាងម៉េចហើយទីបំផុតវាយ៉ាងម៉េចទៅវិញល្វីងខ្លាំងណាស់មែនទេគួរឲ្យខ្ពើមណាស់ចង្រៃបើឲ្យពេលឯងមួយថ្ងៃដើម្បីធ្វើម្ហូបមួយមុខបើមួយជីវិតនេះឯងមានម្ហូបតែមួយមុខនេះធ្វើបានបរាជ័យខ្លាំងណាស់នោះគឺមុខនេះឯងអរគុណចឹងខ្ញុំសូមដកពាក្យសម្ដីវិញខុសពីក្តាមដតីពូទុនរបស់ក្តាមសំបកខ្យងសុទ្ធតែជាពូវៀនដែលមានរសជាតិល្វីងពីថ្ងៃកន្លងផុតទៅរបស់តែមួយគត់ដែលម៉ាតនឹងយករកបានសម្រាប់ញ៉ាំគឺផ្លែដូងខ្ញុំធ្លាប់មើលរឿងទាំងអស់ដែលតាក់ទងនឹងកោះដាច់ស្រយាលសុទ្ធតែមានដើមឈើហូបផ្លែប្រៀបដូចជាឋានសួគ៌ប៉ុន្តែទីនេះគ្មានអ្វីសោះពួកគេតច្រកហើយជូសចាប់ផ្ដើមគិតអំពីជំហានបន្ទាប់យើងត្រូវទៅកោះមួយទៀតកុំនៅទីនេះទៀតអីឃើញទឹកខាងនោះហូរទៅណាទេមែនហើយច្បាស់ណាស់ថាខាងនោះមានថ្មប៉ព្រះទឹកខ្ញុំតែងតែប្រើកាំភ្លើងបាញ់ត្រីនៅក្រោមទឹកបទពិសោធន៍ប្រាប់ខ្ញុំថាទីនោះជាកន្លែងដែលត្រីសាហាវតែងតែចេញចូលហើយក៏ជាកន្លែងបង្កងចេញចូលដែរយើងគួរតែធ្វើក្បូនឬទូកកាណូតឈើជិះវាទៅខាងនោះដើម្បីរកកំហូបកន្លែងដ៏ធំមួយនេះយើងគួរតែទៅខាងនោះដើម្បីរកកំហូបJosh គិតថាផ្ទៃទឹកចម្ងាយ3 គីឡូម៉ែត្រពីច្រាំងមានពណ៌ក្រហមបង្ហាញថាទីនោះមានថ្មប៉ព្រះទឹកនិងមានត្រីច្រើននៅកណ្ដាលនោះគឺជាវាលខ្សាច់កណ្ដាលសមុទ្រទោះជាងកោះ Pilotige ឆ្ងាយណាស់ផែនការរបស់ខ្ញុំគឺឆ្លៀតពេលព្រឹកដែលគ្មានខ្យល់អុំទូកទៅត្រង់តែម្ដងពេលត្រឡប់មកវិញអាចបណ្ដែតតាមខ្យល់និងទឹកយ៉ាងស្រួលឬប្រហែលជាធ្លាក់ចូលសមុទ្រតែម្ដងសុទ្ធតែអាចទៅរួចគឺ50-50អត្រាជោគជ័យមានប៉ុន្មាន 50% យ៉ាងហោចណាស់យើងអាចទៅដល់កន្លែងដែលមានត្រីមិនបាច់នៅកន្លែងដែលគ្មានត្រីយើងនឹកឃើញផែនការមួយជាផែនការគ្រោះថ្នាក់តែយ៉ាងហោចណាស់ក៏ជាផែនការមួយដែរមែនទេខ្ញុំមិនចេះធ្វើក្បូនតតែសោះពេលនេះយើងត្រូវធ្វើក្បូនរុស្ស៊ីមួយល្អយើងត្រូវរករុស្ស៊ីដែលមិនសូវមានខ្នែងត្រូវរឹងមាំនិងត្រង់ល្អមិនមានស្នាមប្រេះត្រូវរកបែបនេះមួយដើមនេះល្អណាស់អូខេអញ្ចឹងចាប់ផ្ដើមធ្វើក្បូនរុស្ស៊ីទៅមានរុស្ស៊ីច្រើនណាស់រុស្ស៊ីមិនត្រឹមតែដុះនៅលើកោះទេថែមទាំងរសាត់មកពីសមុទ្រជុំវិញត្រូវរលកបោកបក់មកលើកោះសម្រាប់យើងនេះជាដំណឹងល្អទម្រង់ប្រហោងរបស់រុស្ស៊ីជួយឲ្យវាងាយអណ្តែតជាវត្ថុធាតុដើមដ៏ល្អសម្រាប់ធ្វើក្បូនJosh ថែមទាំងយកសម្រាមដែលរើសបានតាមច្រាំងមកប្រើការទៀតផងសម្រាមរបស់អ្នកម្ខាងគឺជាកំណប់របស់អ្នកម្ខាងទៀតនោះជាអង្រឹងមែនទេល្មមអាចយកមកប្រើបានការរចនារបស់ Josh គឺចុងរុស្ស៊ី2ដុំនៅពីលើបាតរាងចាកកនកែងដែលរសាត់មកទៅលើច្រាំងធុងទឹកអាចផ្ដល់កម្លាំងអណ្ដែតបន្ថែមគ្មានឧបករណ៍ចងរឹតអ្វីច្រើនទេមានតែសំណាញ់ចាស់ប៉ុន្មានហើយគាត់ចៃដន្យឲ្យរកឃើញខ្សែពូមួយគំនរដែលជំពាក់គ្នាវិវកតែយើងប្រហែលជាអាចស្រាយវាបានឆ្លងកាត់ការខិតខំប្រឹងប្រែងអស់4ម៉ោងប្រើរុស្ស៊ីអស់ច្រើនណាស់
ឈឺក្នុងចង់ងាប់ហើយយូកានៅមាត់សមុទ្រក្បូនរុស្ស៊ីរបស់ពួកគេលេចចេញជារូបរាងហើយខ្ញុំត្រូវធ្វើកម្រាលមួយដើម្បីកុំឲ្យប៉ះឆ្លាមឬសត្វផ្សេងទីនេះគ្រោះថ្នាក់ណាស់ពិតជាអស្ចារ្យណាស់ចង់រួចហើយរឹងមាំល្អតើមែនទេពួកគេប្រើឫស្សីនិងសំណាញ់ធ្វើជាកម្រាលក្បូនរុស្ស៊ីធ្វើរួចរាល់ហើយខ្សែខ្វែងទាំងពីរជួយឲ្យក្បូនកាន់តែនឹងរឹងមាំយើងគួរតែបន្ថែមខ្សែចុង3នៅសងខាងនេះការពីក្រែងលោកខ្សែលាបើវាលានោះយើងនឹងចប់មិនខាននេះចងជាប់ខាងលើកម្រាលរឹងមាំទេរំពីជុំហើយចងជាប់នឹងបាតចម្ងាយឆ្ងាយណាស់សង្ឃឹមថាក្បូនអាចបណ្ដែតតាមទឹកទៅដល់វាខ្សាច់កណ្ដាលសមុទ្រនោះខ្សោះជាតិទឹកហើយនៅតែខំប្រឹងធ្វើក្បូនទៀតយើងចិត្តទ្រាំលេងបានហើយនៅលើកោះដាច់ស្រយាលក្នុងប្រទេសម៉ាឡេស៊ីអ្នកប្រមាញ់ Novel Ceylon Josh James និងចុងភៅជួនជាតិអង់គ្លេស Matt Hubbard ចង់បង្ហាញថាខ្លួនអាចញ៉ាំអាហារកម្រិតអភិជនតែ3ថ្ងៃមកនេះពួកគេរស់ដោយសារតែដូងប៉ុណ្ណោះពេលព្រឹកញ៉ាំដូងនៅអាចទ្រាំបានតែពេញមួយថ្ងៃគឺលេងចង់ញ៉ាំទៀតហើយមិនដឹងថាមកពីអ្វីទេវាធ្វើឲ្យខ្ញុំបាត់បង់ចំណង់អាហារយ៉ាងលឿនពួកគេនៅតែមិនទាន់ចាប់បានត្រីយប់មិញយើងស្ទូចត្រីនៅឆ្នេរតែរហូតដល់ព្រឹកនេះនៅតែមិនបានអ្វីសោះពេលនេះពួកគេសង្ឃឹមលើក្បូនរុស្ស៊ីដែលធ្វើដោយដៃអាចនាំពួកគេទៅកាន់កន្លែងនេសាទទំហំ3គីឡូម៉ែត្រនោះឯងគិតថាទឹកយើងគ្រប់គ្រាន់ទេគួរតែគ្រប់ពួកគេយកទឹកទៅ4លីត្រដំមុំគ្រប់គ្រាន់សម្រាប់មួយថ្ងៃតោះចេញដំណើរជួយរុញបន្តិចអូខេអូរក្សាចង្វាក់ឲ្យស្មើរក្សាចង្វាក់ឲ្យស្មើទៅហើយល្អណាស់យើងមើលទៅដូចចៅសមុទ្រធ្លាប់ឮរឿងកំប្លែងចៅសមុទ្រទេរឿងនឹងអាចនិយាយបានទេមិនស័ក្តិសមសម្រាប់ក្មេងទេហាហាហាក្លិនឆ្អាបខ្លាំងណាស់ប្រឹងអុំបន្តិចខ្ញុំត្រៀមគេងមួយសន្ទុះហើយចិត្តដល់ហើយប្រឹងឡើងអញទីមើលថាឥឡូវម៉ោងប៉ុន្មានហើយម៉ោង1ហើយមើលទៅផ្ចង់អារម្មណ៍បន្តិចទៅម៉ាក់កន្លះម៉ោងនេះខ្យល់ចាប់ផ្ដើមខ្លាំងហើយអញចាប់អារម្មណ៍ទេពួកគេចំណាយពេលជិតមួយថ្ងៃទើបទៅដល់យឺតជាងការរំពឹងទុកទីបំផុតមកដល់ហើយបើយឺត1ម៉ោងទៀតយើងច្បាស់ជាស្លាប់មិនខានយ៉ាងម៉េចហើយទីនេះគ្មានអ្វីសោះសូម្បីតែទឹកក៏គ្មានដែរផ្ចង់អារម្មណ៍បន្តិចយើងត្រូវរកអីញ៉ាំខ្លះបើគ្មានទឹកសាបយើងមិនអាចរស់នៅលើវាលខ្សាច់នេះបានទេតែពេលនេះមិនអាចមុនពេលមេឃងឹតត្រឡប់ទៅកោះ Pilotiga វិញបានទេទឹកដែលយើងញ៉ាំគឺជាទឹកយកមកតាមសល់មិនច្រើនទេទោះបីជាត្រីច្រើនឬតិចក៏ដោយពេលវេលាស្នាក់នៅលើកោះនេះមានកំណត់ពេល Josh នេសាទនៅសមុទ្រ Novel Ceylon គឺសុទ្ធតែប្រើកាំភ្លើងបាញ់ត្រីដែលមានប្រសិទ្ធភាពខ្ពស់ពេលនេះគាត់អាចត្រឹមតែធ្វើមួយបែបបណ្ដោះអាសន្នខ្ញុំត្រូវរកដំបងឈើវែងតូចមួយសម្រាប់ធ្វើកាំភ្លើងបាញ់ត្រីខ្ញុំត្រូវប្រើកៅស៊ូកាំបាញ់ដើម្បីផ្ដល់កម្លាំងទើបកាំភ្លើងបាញ់ត្រីអាចបាញ់ចេញបាននេះហៅថាឧបករណ៍ពួយហាវ៉ៃព្រះជួយសង្ឃឹមថាវាប្រើការបានល្អសង្ឃឹមចឹងចុះហាហាហាខ្ញុំចិត្តដាច់ពោះស្លាប់ហើយនេះគឺជាលំពេងត្រីពេលនេះអ្វីដែលខ្ញុំត្រូវធ្វើគឺចងវាទៅនឹងទូព្រួញពឹងផ្អែកលើកម្លាំងយឺតរបស់កៅស៊ូដើម្បីបាញ់ព្រួញចេញពេលទៅចិត្តត្រីផ្ដល់កម្លាំងរុញបន្តិចវានឹងស្ទុះចេញទៅយ៉ាងលឿនហើយចាក់ចំត្រីភ្លាមពឹងផ្អែកលើកម្លាំងរុញការប្រើកាំភ្លើងបាញ់ត្រីដើម្បីនេសាទគឺពិបាកណាស់ព្រោះត្រីធ្វើចលនាលឿនណាស់ពេលអ្នកទើបតែចាប់ផ្ដើមរុញពួកវារត់បាត់ទៅហើយតាមមិនទាន់ពួកអាល្អិតដែលវៃឆ្លាតទាំងនេះតតែសោះសាកល្បងមើល
វាខ្សាច់នេះធ្វើឲ្យថ្មពណ៌ព្រះទឹករួចផុតពីការវាយប្រហារនៃចរន្តទឹកខ្លាំងដូច្នេះមិនសូវមានភូទេទឹកថ្លាល្អត្រីក៏មានច្រើនយ៉ូសកំពុងតាមដានត្រីតុកកែពួកវាឧស្សាហ៍ចេញចូលក្នុងថ្មពណ៌ព្រះទឹកធ្វើបានល្អណាស់នៅពេលយ៉ូសកំពុងសាកល្បងជំនាញនេសាទរបស់ខ្លួនចុងភៅម៉ាត់កំពុងបញ្ចេញសមត្ថភាពរកចំណីនៅលើឆ្នេរកោះនេះសម្បូរសារាយសមុទ្រនេះគឺជាគ្រឿងផ្សំដ៏អស្ចារ្យនេះហៅថាពងត្រីបៃតងឬទំពាំងបាយជូរសមុទ្រគ្រាន់តែមើលរូបរាងក៏ដឹងដែរពឹងតែលើរបស់នេះក៏យើងរស់បានដែរព្រោះវាមានជីវជាតិច្រើនសម្បូរជាតិដែកអាចញ៉ាំឈើបាននិងធ្វើឲ្យអ្នកមានអារម្មណ៍ថាវាបែកផុសក្នុងមាត់ស្រដៀងនឹងពងត្រីកាវីយ៉ាដែរទើបមានមនុស្សច្រើនចំណាយលុយធំដើម្បីភ្លក់វាតែនៅទីនេះវាដុះតាមធម្មជាតិនិងមិនគិតលុយចាប់បានត្រីប៉ុន្មានក្បាលហើយយ៉ូសបន្តស្វែងរកខ្យងងាវនៅក្រោមថ្មក្នុងនាមជាអ្នកមុជទឹកដ៏ស្ទាត់ជំនាញគាត់អាចទប់ដង្ហើមក្រោមទឹកបាន3នាទីប៉ុន្តែដោយសារបានញ៉ាំតែដូងកម្លាំងក្នុងខ្លួនគាត់ពេលនេះខ្សោយណាស់ទីបំផុតរកឃើញបង្កងតូចមួយតូចមែនទែននៅខាងក្រោមនេះខ្ញុំទុកកាំភ្លើងបាញ់ត្រីនៅទីនោះសិនសង្ឃឹមថានឹងរកបានច្រើនជាងនេះចាប់វាបានហើយពណ៌ខ្លួនវាស្រស់ស្អាតណាស់តែវាជាបង្កងតូចដែលគ្មានកម្លាំងកំហែងសោះហាព្រះអើយពិតជាមិនអន់ទេអស្ចារ្យណាស់សម្បូរពងណាស់មែនហើយច្រើនមែនអស្ចារ្យណាស់ធ្វើបានល្អអស្ចារ្យមែនមកជើងនេះគួរសមទេប្រកាសជាសំហើយប្រញាប់ទៅធ្វើម្ហូបទៅ4ថ្ងៃក្រោយមកម៉ាត់និងយ៉ូសទីបំផុតអាចធ្វើអាហារពេលធំមួយពេលហើយពេលនេះខ្ញុំនឹងដាក់គ្រប់យ៉ាងចូលឆ្នាំងចំហុយនេះគឺជាវិធីចម្អិនដ៏ស័ក្តិសមបំផុតសម្រាប់គ្រឿងសមុទ្រស្រស់ឆ្ងាញ់យើងបែរមុខទៅសមុទ្រទាំងនេះជាត្រីមកពីសមុទ្រពិតជាអស្ចារ្យណាស់សម្រាប់ចុងភៅយើងតែងតែប្រើគ្រឿងផ្សំស្រស់បំផុតមកធ្វើម្ហូបបង្កងញីគួរឲ្យស្រឡាញ់បែបនេះខ្ញុំមិនអាចធ្វើឲ្យខូចតម្លៃទេរសជាតិច្បាស់ជាឆ្ងាញ់មិនខានពងបង្កងឬហៅថាពងបង្កងមានរសជាតិឆ្ងាញ់ពិសាជាគ្រឿងផ្សំដែលមានតម្លៃខ្ពស់ស្រស់មែនទែននេះជាទឹកសមុទ្រស្អាតដាក់សារាយចូលបង្កើតជាទ្រនាប់បាតអាចជួយឲ្យត្រីនៅខាងលើចម្អិនបានទន់ឆ្ងាញ់មានជាតិទឹកច្រើនចុងក្រោយគឺបង្កងដ៏ស្រស់ស្អាតនេះខ្ញុំនឹងដាក់វាផ្ងាស្នូកចុះក្រោមធ្វើបែបនេះទើបចំហុយមិនឆ្អិនពេកចំហុយ5ទៅ10នាទីចាំមកមើលទៀតតែមិនត្រូវយូរជាងនេះដាច់ខាតត្រៀមញ៉ាំហើយនៅញ៉ាំដូង4ថ្ងៃខ្ញុំចិត្តដាច់ពោះស្លាប់ហើយមើលណោះវ៉ាវស្អាតណាស់ធំក្លិនមើលឈ្ងុយណាស់កុំចេះតែមើលមិនញ៉ាំបានទេរសជាតិវាតាក់ទាញណាស់រសជាតិសារាយតើឯងធ្លាប់ញ៉ាំវាពីមុនទេខ្ញុំចង់ញ៉ាំត្រីអាចញ៉ាំត្រីបានទេរសជាតិឆ្ងាញ់ណាស់ភ្លក់សាច់នេះមើលមិនអន់ទេមែនទេ
ឆ្ងាញ់ជាងដូងដាច់រសជាតិបង្កងឆ្ងាញ់លើសលប់សាច់ទន់មែនទេព្រះឲ្យឆ្ងាញ់ណាស់នៃភ្លក់នេះមើលនេះគឺទំពាំងបាយជូរសាមឹកអារម្មណ៍ពេលវាបែកក្នុងមាត់ដូចជាពងត្រីកាវីយ៉ារសជាតិមិនអន់ទេមែនទេឆ្ងាញ់ណាស់ព្រះឲ្យចំណាយពេលរកយ៉ាងយូរទើបបានញ៉ាំម្ហូបមួយឆ្នាំងដ៏សាមញ្ញបំផុតនេះយើងឃ្លាន4ថ្ងៃមកហើយគឺរងចាំតែម្ហូបមួយឆ្នាំងនេះឯងបែកញើសហូរឈាមទើបបានញ៉ាំមួយពេលសម្រាប់មនុស្សជាតិគ្រប់យ៉ាងគឺស័ក្តិសមហើយវាពិបាកជាងការគិតរបស់ខ្ញុំទៅទៀតទីនេះមិនមែនជាឋានសួគ៌ត្រូពិកតែអាចរកម្ហូបបានដោយងាយនោះទេត្រូវប្រឹងប្រែងអស់ពីសមត្ថភាពទើបអាចរកអាហារបានកម្លាំងចិត្តអស់រលីងទៅហើយខ្ញុំទៅមើលជុំវិញសិនតាមទ្រឹស្ដីនៅទីនេះមានសុវត្ថិភាពប៉ុន្តែខ្ញុំមានកម្លាំងគ្រប់គ្រាន់ត្រឡប់ពីទីនេះទៅម្ខាងទៀតនៃកោះប៉ុន្តែទឹកសល់មិនច្រើនទេម៉ាតនិងយ៉ូសត្រូវចាក់ចេញពីវាលខ្សាច់នេះតាំងពីព្រលឹមត្រឡប់ទៅជំរុំនៅលើកោះភីឡាធីហ្កាវិញដើម្បីធ្វើដំណើរត្រឡប់បានលឿនពួកគេប្រើអង្រឹងរបស់ម៉ាតធ្វើជាក្តោងល្អណាស់ខ្យល់កំពុងបក់មកពីផ្លូវធំនៅតាមផ្លូវយ៉ូសប្រើខ្សែចងជាប់នឹងថ្មប៉ព្រះទឹកដើម្បីទប់ក្បូនរុស្ស៊ីធ្វើបែបនេះនឹងមានកន្លែងនេសាទមួយទៀតចងក្បូនរុស្ស៊ីជាប់នឹងថ្មប៉ព្រះទឹកប្រសិនបើក្បូនអាចទប់ទល់នឹងចរន្តទឹកខ្លាំងបានយើងក៏មិនមានបញ្ហាដែរបើមិនអាចចាប់ត្រីយកទៅកោះភីឡាធីហ្កាវិញទេពួកគេនឹងគ្មានអ្វីញ៉ាំឡើយពេលវេលាដែលនៅសល់ក្នុងសប្តាហ៍នេះត្រូវញ៉ាំតែដូងហើយពេលនេះមិនដឹងថាយ៉ូសនៅទីណាទេខ្ញុំត្រូវរកកន្លែងចាប់ត្រីដោយខ្លួនឯងគ្មានអ្នកណារំខានខ្ញុំទេហើយក៏គ្មានអ្នកណាប្រាប់ខ្ញុំថាខ្ញុំធ្វើខុសត្រង់ណាដែរខ្ញុំពិតជារីករាយនឹងភាពស្ងប់ស្ងាត់និងសន្តិភាពនេះណាស់លោកពុកបាត់ដំណឹងរបស់យ៉ូសមួយសន្ទុះហើយពេលនេះគាត់ប្រហែលជាកំពុងក្តៅក្រហាយហើយខំស្រែកហៅខ្ញុំឲ្យនុយត្រីមកខ្ញុំហុចនេះហុចនោះឲ្យខ្ញុំហុចនេះហុចនោះហុចកាំបិតខ្ញុំតែខ្ញុំមិនដឹងថាគាត់នៅណាទេចាំបន្តិចព្រះឲ្យចប់ហើយពេលនេះមានបញ្ហាហើយយើងកំពុងរសាត់តាមទឹកយើងគួរតែត្រូវបានចងជាប់នៅត្រង់នេះយ៉ូសចង់ក្បូនរុស្ស៊ីឲ្យជាប់តែត្រូវបរាជ័យយ៉ូសនិងម៉ាតកំពុងរសាត់ទៅសមុទ្រយ៉ូសតែមើលមិនឃើញយ៉ូសសោះចង្រៃយ៉ូសចុងភៅម៉ាត់និងអ្នកប្រមាញ់យ៉ូសបានមកដល់កោះដាច់ស្រយាលមួយនៅតាមឆ្នេរម៉ាឡេស៊ីពួកគេមិនត្រឹមតែចង់រស់រានមានជីវិតទេថែមទាំងចង់រស់នៅបែបអភិជនទៀតផងតែនៅពេលនេសាទខ្សែបានរបូតពេលនេះម៉ាត់កំពុងរសាត់ទៅឆ្ងាយយ៉ូសបាត់ស្រមោលឈឹងខ្ញុំគ្មានទឹកទេនៅម្នាក់ឯងលើក្បូនរុស្ស៊ីដែលខូចស្ថានភាពមិនល្អទេយ៉ូសខ្ញុំរសាត់ទៅបាត់ហើយអាល្ងងគិតថាដំណើរនេសាទរបស់យើងចប់ត្រឹមនេះហើយអញ្ចឹងបន្តដំណើរទៅមុខទៀតថ្ងៃនេះសប្បាយចិត្តទេមិននឹកស្មានថាអញត្រឡប់មកវិញទេឯងមកត្រូវពេលណាស់ពិតមែនខ្ញុំលឺឯងស្រែកឡូឡាមែនហើយខ្ញុំស្រែកតតែហត់ដូច្នេះខ្ញុំគិតថាល្អបំផុតគឺត្រឡប់មកក្បូនរុស្ស៊ីវិញពេលនេះខ្យល់ខ្លាំងណាស់ឯងមើលព្រឹកមិញយើងនៅទីនោះឃើញទេពីមុនយើងនៅខាងជើងបំផុតនៃកោះពេលនេះនៅខាងត្បូងបំផុតនៃកោះទឹកសាបអស់ហើយពួកគេត្រូវប្រញាប់ត្រឡប់ទៅកោះភីឡាធីហ្កាវិញប្រឹងអ៊ំខ្ញុំជាអ្នកបើកទូក
នេះជាទុករបស់ខ្ញុំហាហាហាមានការបោះបល់ហើយទីបំផុតចូលដល់ច្រាំងហើយមកដល់ផ្ទះហើយហាហាហាល្អណាស់ពិតជាការផ្សងព្រេងដ៏អស្ចារ្យយ៉ាងហោចណាស់យើងបានត្រឡប់មកវិញឯងញ៉ាំអីហ្នឹងនៅមានដងទៀតហើយមិនចង់ញ៉ាំទេវាមើលទៅដូចជាមុខមនុស្សអាចញ៉ាំមួយហាហាជារបស់ឯងជូសខ្ញុំរសាត់បាត់ហើយហាហាហាឯងនឹងហើយដែលបែបនោះហាហាហាត្រឡប់មកដល់កោះ Pilotega បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយភារកិច្ចចម្បងគឺរកទឹកសាបតែឆ្ងាយយ៉ាងនេះដើម្បីតែទឹកប៉ុណ្ណឹងយើងត្រូវចុះទៅខាងក្រោមនោះត្រូវរកឲ្យបានរុក្ខជាតិច្រើនជាងនេះទើបបានអូយេអូព្រះអាយអស្ចារ្យណាស់របស់នេះពិតជាពិសេសមែនទែននេះហៅថាដើមត្នោតណាបងផ្នែកដែលអាចញ៉ាំបានគឺនៅចម្ងាយប្រហែល1ម៉ែត្រពីកំពូលវាគឺជាបន្លែមួយប្រភេទតែមិនមែនជាបន្លែធម្មតាទេជាទូទៅគេតែងចម្អិនវាជាមួយបន្លែដែលល្អប្រណីតបំផុតដូចជាទំពាំងបារាំងជាដើមវាមានតម្លៃណាស់ថ្លៃកប់ពុកហេតុផលគឺឯងមើលបន្លាទាំងនេះទៅពួកវាប្រៀបដូចជាមុតដូចឡាមអញ្ចឹងនេះខុសពីការបេះពីចំការអ្នកស្រុកគឺមិនដូចគ្នាទេទីបំផុតរកឃើញហើយនេះជាគោលបំណងដែលយើងមកទីនេះឆ្ងាញ់ពិតរៀងដូចគ្រាប់ធញ្ញជាតិដូចគ្រាប់ម៉ាកាដាមៀដ៏ទន់មួយប្រភេទនៅក្នុងម្ហូបម៉ាឡេស៊ីបណ្ដូលត្នោតនេបងគឺជាគ្រឿងផ្សំដ៏ថ្លៃនិងឆ្ងាញ់គេប្រើវាក្នុងឱកាសពិសេសប៉ុណ្ណោះខ្ញុំឆ្អែត5ថ្ងៃហើយពិតជាឆ្ងាញ់ណាស់វាស័ក្តិសមនឹងញ៉ាំជាមួយត្រីគ្រប់ប្រភេទគិតថាយប់នេះព្រះច័ន្ទពេញបូមមីនឹងមានត្រីហែចូលមកតាមទឹកជោប្រហែលអាចចាប់បានក្តាម1ឬ2យប់នេះឆ្លៀតពន្លឺព្រះច័ន្ទចុះទៅចាប់ត្រីល្អយើងគ្មានជំរឿផ្សេងទេពេលព្រះច័ន្ទពេញបូណមីទឹកជោខ្ពស់ជាងធម្មតាក្នុងក្រហែងថ្មនឹងមានត្រីច្រើនតាមពិតឯងក៏មើលមិនសូវច្បាស់ដែរមែនទេពិបាកមើលច្បាស់ណាស់មែនទេពិតមែនសប្តាហ៍នេះអ្វីហាក់បីដូចជាពិបាកទាំងអស់ពួកគេមានតែកាំបិតមួយប៉ុណ្ណោះដូច្នេះក៏សម្រេចចិត្តស្វែងរកខៀវងាវនេះគឺជាឱកាសចុងក្រោយក្នុងការស្វែងរកអាហារនៅលើកោះនេះហើយអាមួយនេះមិនសូវមានសាច់ទេដឹងលែងវាទៅល្អជាងត្រេបបែកក្រហមអញប៉ះចំអីហ្នឹងព្រះឲ្យសម្លាញ់នោះជាអ្វីបែកក្រហមមិនអន់ទេជូសចាប់បានបែកក្រហមដ៏គ្រោះថ្នាក់មួយក្បាលប្រយ័ត្នមាត់ឯងកុំឲ្យវាវីត្រូវកន្ទុយវាមានបន្លាហើយមានពីទៀតមែនហើយដាក់ចូលទៅជើងនេះមិនខកបំណងទេសប្បាយចិត្តទេសប្បាយចិត្តខ្លាំងណាស់ទំហំមិនតូចទេមែនហើយធំណាស់មួយព្រិចភ្នែកគឺខុសគ្នាដូចមេឃនិងដីតែជីវិតនៅទីនេះគឺបែបនេះឯងបែកក្រហមទម្ងន់3គីឡូជាលទ្ធផលធំបំផុតរបស់ពួកគេព្រឹកព្រលឹមម៉ាតក៏ចេញទៅរកគ្រឿងផ្សំគាត់ចង់ចម្អិនបែកក្រហមនេះឲ្យទៅជាម្ហូបកម្រិតភោជនីយដ្ឋាននៅទីនេះទំនងជាអាចរកឃើញដើមឈើហូបផ្លែរុក្ខជាតិប្រភេទនេះដុះនៅក្រោមកម្ដៅថ្ងៃវាមានលក្ខណៈខុសប្លែកពីរុក្ខជាតិផ្សេងនៅជុំវិញបន្តិចរចនាសម្ព័ន្ធស្លឹករបស់វាពិសេសណាស់បេះមួយសន្លឹកមកញីមើលអូតាមពិតវាជាស្លឹកការីយកស្លឹកការីបោះចូលក្នុងខ្ទះប្រេងក្តៅលាយជាមួយសាច់ដូងនិងទឹកដូងរសជាតិនឹងឆ្ងាញ់ណាស់ស្លឹកការីអាចបន្ថែមរសជាតិផ្លែឈើនិងក្លិនក្រូចឆ្មារដល់ម្ហូប
ទីបំផុតម៉ាតក៏បានរកឃើញគ្រឿងផ្សំរសជាតិអាស៊ីអាគ្នេយ៍ដែលគាត់ប្រាថ្នាមានរឿងមួយដែលអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់នៅពេលចម្អិនអាហារក្នុងព្រៃអ្នកនឹងជួបប្រទះគ្រោះថ្នាក់ផ្សេងគ្រប់ជីវិតទាំងអស់សុទ្ធតែមានយន្តការការពារខ្លួនសុទ្ធតែចង់ធ្វើបាបនិងយកជីវិតអ្នកនេះជារឿងធម្មជាតិដូច្នេះអ្នកត្រូវតែនៅឲ្យឆ្ងាយពីវា Josh បន្ថែមខ្ទិះដូងបន្តិចទៀតដើម្បីបន្ថែមភាពស៊ីវិល័យដល់អាហារពេលធំចុងក្រោយរបស់ពួកគេខ្ញុំធ្វើស្លាប់ព្រាយឫស្សីមួយទេមកដល់ពេលនេះយើងនៅត្រឹមកម្រិតនៃការរស់រានមានជីវិតនៅឡើយត្រឹមតែយករបស់ទៅអាំងភ្លើងឲ្យក្តៅសូម្បីតែស្វាក៏ចេះធ្វើដែរតែនេះមិនមែនជាគោលបំណងដែលយើងមកទីនេះទេពេលនេះកុំធ្វើឲ្យខូចការឲ្យសោះអាហាអូអាហាធ្វើមួយទៀតអង្គុយលើឆ្នេរខ្សាច់នៅឲ្យឆ្ងាយពីការវិតម្លៃផ្កាយ Michelin ដ៏គួរឲ្យធន់ព្រមទាំងអ្នកភ្លក់ម្ហូបដ៏គួរឲ្យធន់ទាំងនោះខ្ញុំមានអារម្មណ៍ថាធូរស្រាលណាស់ខ្ញុំត្រឡប់ទៅវិញល្អជាងមើលថាអាម៉ាត់ធ្វើដល់ណាហើយសង្ឃឹមថាគាត់នៅតែរវល់ក្នុងផ្ទះបាយចុះអាហារពេលធំចុងក្រោយរបស់ពួកគេម៉ាត់ធ្វើម្ហូបបណ្ដូលត្នោតនៅបងលីការីបបែក្រហមសាច់ដូងព្រះឲ្យពិតជាឆ្ងាញ់មែនរសជាតិមិនអន់ទេនេះជាស្លឹកការីមានក្លិនក្រអូបប្រហើរទើបអាចធ្វើឲ្យមនុស្សនឹកឃើញដល់ទីនេះនឹកឃើញដល់អ្វីដែលយើងបានជួបប្រទះនៅទីនេះក្នុងសប្តាហ៍នេះធ្វើការសម្រាប់មិនអន់ទេទឹកស៊ុបខាប់ល្អការផ្សំគ្រឿងក៏បានល្អថែមទាំងមានត្រីក្លិនឈ្ងុយនៃសាច់ត្រីលីឡំគ្នាធ្វើឲ្យឃ្លានតែម្ដងហេតុអីចំណាយពេលដល់ទៅ7ថ្ងៃទើបជោគជ័យទីនេះបរិស្ថានលំបាកណាស់លំបាកខ្លាំងណាស់សម្រាប់ខ្ញុំតតែដល់វិនាទីចុងក្រោយទើបជោគជ័យខ្ញុំនឹងត្រឡប់ទៅផ្ទះវិញដោយក្តីរំភើបជាមួយនឹងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមយើងឆ្លងកាត់ការលំបាករាប់មិនអស់ទើបបានជោគជ័យមើលទឹកប៉ាល់មកទទួលយើងមកដល់ហើយ